ការពីថ្ងៃទី21ខែមេសាឆ្នាំ2026រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ហៅកាត់ថាគបឆបការបង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មានចំនួន4ក្រុមការងារក្រុមការងារទី1ទទួលខុសត្រូវនៅខេត្តស្វាយរៀងព្រៃវែងត្បូងឃ្មុំមណ្ឌលគិរីនិងខេត្តក្រចេះស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមសេនីយ៍ឯកឌីវិជាជាប្រធានក្រុមការងារទី2ទទួលខុសត្រូវនៅខេត្តព្រះសីហនុកំពតនិងខេត្តកោះកុងស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមយេតប៊ីណែលជាប្រធានក្រុមការងារទី3ទទួលខុសត្រូវនៅខេត្តពោធិ៍សាត់បាត់ដំបងនិងខេត្តបៃលិនស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមឌួងឧត្តមជាប្រធាននិងក្រុមការងារទី4ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមជួនសុវណ្ណជាប្រធានក្រុមការងារចម្រុះទាំង4ដែលមានចែងនៅក្នុងសេចក្តីសម្រេចនេះមានភារកិច្ចដូចតទៅចុះត្រួតពិនិត្យវាតម្លៃលើទីតាំងសង្ស័យនិងទីតាំងដែលត្រូវបានបង្ក្រាបនិងបិទសៀលកន្លងមកពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសហការជាមួយនឹងបរិញ្ញានៃអัยការអមសាលាដំបូងរាជធានីខេត្តនិងអាជ្ញាធរមានសមត្ថកិច្ចរាជធានីខេត្តត្រួតពិនិត្យលើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតអគ្គិសនីនិងសិក្សាការដាក់កាមេរ៉ាសុវត្ថិភាពលើទីតាំងដែលត្រូវបានបិទសៀលដើម្បីតាមដានមិនឲ្យមានការវិលត្រឡប់មកកាន់ទីតាំងដែលត្រូវបានបិទសៀលតម្រូវឲ្យម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាហាមការផ្ដល់ទីតាំងនៃផ្នែកណាមួយរបស់កាស៊ីណូសម្រាប់បម្រើឲ្យការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបែងចែកជាក្រុមការងារតូចៗក្នុងក្រុមការងារចម្រុះដើម្បីចុះទៅបំពេញភារកិច្ចតាមគោលដៅនានាក្រុមការបញ្ជាដឹកនាំរបស់ប្រធានដឹកនាំក្រុមនីមួយៗមានសិទ្ធិប្រើប្រាស់កម្លាំងត្រៀមចំនួន10រូបឬច្រើនជាងនេះតាមភាពចាំបាច់មកពីតាមបណ្ដាក្រសួងស្ថាប័នអង្គភាពរបស់ខ្លួនដើម្បីជួយគ្រប់គ្រងដល់ក្រុមការងារចម្រុះអាចពង្រីកទីតាំងភូមិសាស្ត្រដើម្បីចុះត្រួតពិនិត្យតាមបណ្ដាខេត្តរាជធានីតាមភាពចាំបាច់ជាក់ស្ដែងក្រុមការចាត់តាំងរបស់បញ្ជាការដឹកនាំក្រុមនីមួយៗធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារចុះត្រួតពិនិត្យមកកាន់លេខាធិការដ្ឋានគបឆបដើម្បីមានមូលដ្ឋានរាយការណ៍បន្តជូននាយករដ្ឋមន្ត្រីនិងជាប្រធានគបឆបអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធានលេខាធិការដ្ឋានគបឆបសូមអញ្ជើញស្ដាប់ប្រសាសន៍ដ៏មានអត្ថន័យដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតពាក់ព័ន្ធទៅនឹងបទល្មើសប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចតទៅយើងកំពុងតែរៀបចំច្បាប់ប្រឆាំង scam online ច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួនម្ចាស់ទីតាំងក៏ទទួលខុសត្រូវដែរទៅថ្ងៃក្រោយកុំថាខ្ញុំជួលផ្ទះអត់ដឹងបាទវាមានលក្ខខណ្ឌរបស់វាត្រូវគិតគូរអ្នកដើរប្រមូលគេគៀកោគេមកធ្វើការនៅនឹងក្នុងរូបភាពណាមួយក៏ទទួលខុសត្រូវដែរទៅប្រឈមដើម្បីយើងរួមគ្នាមានការចូលរួមទាំងអស់បាទបើមិនចឹងទេយើងអត់មានប្រសិទ្ធភាពដែលមានកម្រិតនិងនិរន្តរភាពមានកម្រិតប៉ុន្តែមានខ្ញុំមើលតាមប្រព័ន្ធសេដ្ឋកិច្ចខ្ញុំមើលតាមប្រព័ន្ធសង្គមថាដឹងវាធ្វើឲ្យខាតសេដ្ឋកិច្ចរបស់យើងវាប៉ះពាល់ដល់បងប្អូនមួយចំនួនធ្វើការប្រាក់ខែច្រើនវាប៉ះពាល់ដល់ការលក់ដូរមួយចំនួនរឿងកាល់កលេយើងជុលឥឡូវសេដ្ឋកិច្ចវាមាន3ពណ៌ទី1សេដ្ឋកិច្ចពណ៌ខ្មៅគឺការឆបោកផ្ទាល់រួមទាំងសកម្មភាពដែលពាក់ព័ន្ធជាមួយវាបង្កើតភាគច្រើនមិនមែនកម្ពុជាទេគឺជាអ្នកដែលបរទេសទី2សេដ្ឋកិច្ចប្រផេះសេដ្ឋកិច្ចប្រផេះគឺអ្នកដែលបានផលឧទាហរណ៍អ្នកជួលផ្ទះឥឡូវឧទាហរណ៍ខេត្តខ្លះកាលមុន500ជួលបានលើគេហ៊ានឲ្យ10000អ្នកប្រកបរបរបើករថយន្តគាត់បានផលក៏អត់មានធ្វើអីខុសទេគាត់ទៅធ្វើការធម្មតារបស់គាត់គ្រាន់តែអ្នកដែលប្រើប្រាស់សេវារបស់គាត់ហ្នឹងគឺគាត់ធ្វើសេដ្ឋកិច្ចក្បាលទី3គឺសេដ្ឋកិច្ចពណ៌ស
សេដ្ឋកិច្ចពណ៌សយើងសំដៅទៅលើទេសចរទៅលើកសិកម្មទៅលើឧស្សាហកម្មទៅលើវិស័យផ្សេងដែលបម្រើប្រជាពលរដ្ឋភាគច្រើនអញ្ចឹងបើសិនជាប្រតិបត្តិការនេះគឺទី1ប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចខ្មៅទី2នឹងប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចពណ៌ប្រផេះបងប្អូននឹងមានការលំបាកប៉ុន្តែសំណួរសួរថាតើយើងមានជំរឿអ្វីព្រោះសេដ្ឋកិច្ចខ្មៅនេះវានឹងធ្វើឲ្យបាត់បង់សេដ្ឋកិច្ចពណ៌សទេសចរនឹងថយវិនិយោគក៏មិនហ៊ានដោយសារសន្តិសុខប្រទេសខ្មែរយើងនឹងពិបាកហើយមិនប៉ះពាល់ទៅសេដ្ឋកិច្ចទេវាប៉ះពាល់ទៅដល់កិត្តិនាមរបស់យើងពេលខ្លះប្រជាជនយើងទេសចរទៅលេងស្រុកក្រៅគេសួរមកពីណាខ្មែរគេងាកទៅជជែកគ្នាដោយសារគេធ្លាប់គេឮតែព័ត៌មានថាយើងជាទេសកម្មប្រទេសដែលធ្លាប់ថាមកចង់លេងស្រុកខ្មែរគេថាអត់ទេឃើញរឿងចាប់ជំរិតរឿងអីដែលគេផ្សាយច្រើនប៉ុន្តែវាយុត្តិធម៌ទេពេលខ្លះវាអត់យុត្តិធម៌ទេរឿងមួយពីរវាផ្សាយច្រើនអារឿងប៉ុន្តែទោះជាយ៉ាងណាក៏យើងទទួលស្គាល់ថាវាប៉ះពាល់រួចទៅហើយបាទខ្ញុំនិយាយយើងនិយាយហើយតែមិនយល់រដ្ឋមន្ត្រីមកនិយាយចឹងមកខ្មាស់គេខ្លាចគេថាអត់ទេយើងត្រូវទទួលស្គាល់រឿងនេះវាមិនមែនដែលគេថាសេដ្ឋកិច្ចខ្មៅនេះគឺស្មើនឹង 60% នៃសេដ្ឋកិច្ចរបស់កម្ពុជាវាអត់ការពិតបាទចំណូលនៃសេដ្ឋកិច្ចខ្មៅនេះវាមិនបានចូលមករដ្ឋាភិបាលកម្ពុជាទេវាអាចចូលទៅក្នុងការជួលផ្ទះទិញដីចូលទៅក្នុងប្រាក់ខែបងប្អូនស្អីដែលបម្រើបើកឡានស្អីធ្វើការងារវិជ្ជានួតប៉ុន្តែมันបានចូលមកជាបរិភាពនៃ GDP របស់កម្ពុជាខ្ញុំសូមបញ្ជាក់ថ្ងៃមុនសម្ភាសថ្ងៃមុនគេដាក់មិនដឹងម៉េចតែសេមិនដឹងថានិយាយច្រឡំឬគេសពោគេថាភាគច្រើននៃចំណូលនេះมันបានមកសេដ្ឋកិច្ចកម្ពុជាដល់អ្នកយកទៅអានស្មានតាមមួយផ្នែកនៃចំណូលខ្មៅនេះចូលមកក្នុងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអត់មានចូលទេអ្វីដែលចូលគឺសេដ្ឋកិច្ចពណ៌សការនាំចេញវិស័យវាយនកម្មទេសចរស្អីផ្សេងអញ្ចឹងបើសិនជាយើងមិនថែទាំសេដ្ឋកិច្ចសសេដ្ឋកិច្ចខ្មៅកាន់តែរីកវាប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌សវាធ្វើឲ្យប្រទេសជាតិរបស់យើងមានការលំបាកអញ្ចឹងបានខ្ញុំសូមឲ្យមានការយោគយល់ការចូលរួមយើងត្រូវធ្វើការវះកាត់និងរួមគ្នាដើម្បីបោសសម្អាតបញ្ហា scam នេះឲ្យចេញពីប្រទេសយើងទាំងអស់គ្នាដើម្បីឲ្យជាតិខ្មែរយើងទាំងមូលប្រទេសខ្មែរយើងទាំងមូលបាទកាលពីថ្ងៃទី3ខែមេសាឆ្នាំ2026ក្រសួងយុទ្ធភ័ពបានផ្សាយផ្ទាល់សន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានកំណត់បទល្មើសធំៗចំនួន5សូមអញ្ជើញស្ដាប់ប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពដូចតទៅបទល្មើស5ហ្នឹងមានអីខ្លះណាបទល្មើសទី1គឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាទបទល្មើសនេះគឺសម្រាប់ផ្ដន្ទាទោសបុគ្គលដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយកំណត់ទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលហើយបទល្មើសនេះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1000លានរៀលក្នុងករណីដែលបទល្មើសនេះត្រូវបានប្រព្រឹត្តដោយក្រុមមានការចាត់តាំងឬដោយមានជនរងគ្រោះច្រើនអ្នកបាទឆបោកយើងធម្មតាគឺជាទម្រង់បទមជ្ឈិមទេប៉ុន្តែ scam online នេះក្នុងករណីដែលមានសានមុនទោសគឺឡើងទៅជាបទឧក្រិដ្ឋបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺយើងមិនអាចយកច្បាប់ចាស់មកអនុវត្តចំពោះបទល្មើសដែលវិវត្តថ្មីនេះទេអញ្ចឹងហើយអ្នកច្បាប់គឺថាច្បាប់មួយអត់នៅមួយកន្លែងទេច្បាប់មួយគេថាច្បាប់មួយអត់ងាប់កន្លែងច្បាប់តែងវិវត្តទៅតាមការវិវត្តរបស់សង្គមបាទដូចមិញខ្ញុំលើកពីអង្គការសហប្រជាជាតិយើងឃើញមានអនុសញ្ញាអ៊ុនតុកមួយគឺជាអនុសញ្ញាស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដោយអង្គការមានការចាត់តាំងបាទ
ប៉ុន្តែឧក្រិដ្ឋកម្មអនុសញ្ញាមួយហ្នឹងវាអត់គ្រប់ឃើញទេអញ្ចឹងគេបង្កើតអនុសញ្ញាមួយទៀតគឺអនុសញ្ញាស្អីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា Cyber Crime បាទហើយដូចខ្ញុំបញ្ជាក់ហ្នឹងឥឡូវសង្គមយើងត្រូវទទួលស្គាល់ថាជាសង្គមមួយដែលផ្លាស់ប្ដូរពីមុនណាជាសង្គមទំនើបមួយរហូតដល់គេប្រើពាក្យថាជាសង្គម Digital ណាឥឡូវយើងតាក់ទងគ្នាអ្នកខ្លះឥឡូវមានដែរសេសវត្តស្នេហាណាមិនអញ្ចឹងអស់ហើយសវត្តស្នេហាអីលែងមានគឺថាមានតែសារមានតែនេះអ្នកទៅក្រៅប្រទេសឥឡូវទូរស័ព្ទមកសិតតែដាក់វីដេអូខលឃើញទេកាលពីមុនបានទូរស័ព្ទទៅក្រៅប្រទេសទូរស័ព្ទមកម្ដងគឺថាពិបាកបាទឥឡូវអត់ទេសាមញ្ញឃើញទេបាទអញ្ចឹងការដែលបច្ចេកវិទ្យាជួយឲ្យសង្គមយើងនឹងវាងាយស្រួលក្នុងការតាក់ទងប៉ុន្តែឥឡូវនេះបច្ចេកវិទ្យានេះវាបង្កើតនៅផលវិបាកមួយដែរគឺឧក្រិដ្ឋកម្មនៅក្នុងសង្គមមួយហ្នឹងនៅក្នុងសង្គមទំនើបនៅក្នុងសង្គម Digital ហ្នឹងបាទគេហៅថាបង្កើតឲ្យមាន Cyber Crime បង្កើតឲ្យមាន Cyber Crime បទល្មើសបច្ចេកវិទ្យាអញ្ចឹងនេះខ្ញុំចង់បញ្ជាក់ជូនដើម្បីបានជ្រាបអំពីការវិវត្តទី1ថាបទល្មើសហ្នឹងឥឡូវវាប្រើបច្ចេកវិទ្យាអញ្ចឹងយើងយកទម្រង់បទល្មើសឆោបោកយើងធម្មតាទៅប្រើអត់ត្រូវទេអត់ត្រូវរឿងទេឃើញទេវាត្រូវគេហៅថា upgrade ណាត្រូវកែសម្រួលដើម្បីធ្វើយ៉ាងម៉េចឲ្យច្បាប់នេះអាចអនុវត្តទៅប្រកបដោយប្រសិទ្ធភាពទី2ការរៀបចំបទល្មើសថ្មីនេះផ្អែកថាឆោបោកភាគច្រើនមិនមែនជាឧក្រិដ្ឋកម្មឆ្លងដែនទេប៉ុន្តែឆោបោកសម័យថ្មីជាប្រភេទឆោបោកដែលជាឧក្រិដ្ឋកម្មឆ្លងដែនព្រោះវាអត់មានព្រំដែនបាទវាព្រំដែនតាមរយៈទូរស័ព្ទមួយហ្នឹងគឺថាអត់មានព្រំដែនតាមរយៈបច្ចេកវិទ្យាអត់មានព្រំដែនបាទអញ្ចឹងវាជាទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនដែលទាមទារឲ្យមានការកំណត់និយមន័យនៃការឆោបោកមួយស្របទៅតាមបរិបទថ្មីហ្នឹងបាទបច្ចេកទេសច្បាប់ពិបាកបន្តិចប៉ុន្តែសាមញ្ញជាងគេសម្រាប់បងប្អូនអ្នកសារព័ត៌មាននិងប្រជាជនថាឲ្យតែបោកជាប់ទោសបាទប៉ុន្តែជាប់ទោសតាមបោកតាមបែបប្រពៃណីឬក៏ជាប់ទោសតាមបែបការបោកដោយប្រើប្រព័ន្ធបច្ចេកវិទ្យាគឺអាស្រ័យទៅតាមអង្គហេតុនីមួយប៉ុន្តែធានាមួយថាសំណាញ់ច្បាប់របស់យើងពេលនេះកលាញឹកជាងមុនអត់របូតបានទេអត់របូតបានទេបាទនេះបទល្មើសទី1បទល្មើសទី2យើងបង្កើតឲ្យមានបទល្មើសមួយគេឲ្យឈ្មោះថាបទល្មើសរៀបចំនិងដឹកនាំមជ្ឈមណ្ឌលឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសនេះគឺសម្រាប់ផ្ដន់ទោសបុគ្គលដែលរៀបចំឬដឹកនាំកន្លែងឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមទាំងទីកន្លែងដែលមានលក្ខណៈប្រមូលផ្ដុំឬក្នុងទ្រង់ទ្រាយជាមជ្ឈមណ្ឌលហៅថា compound ឬក៏ center ដើម្បីប្រព្រឹត្តអំពើឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសនេះត្រូវផ្ដន់ទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅ1000លានរៀលហើយទោសនេះអាចកើនរហូតដល់30ឆ្នាំឬអស់មួយជីវិតក្នុងករណីដែលបទល្មើសនេះត្រូវបានប្រព្រឹត្តដោយមានស្ថានទម្ងន់ទោសទៅតាមករណីនីមួយៗដែលមានកំណត់នៅក្នុងច្បាប់នេះទន្ទឹមនេះទីកន្លែងដែលត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំជាមជ្ឈមណ្ឌលឬទីតាំងប្រព្រឹត្តបទល្មើសឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏អាចជាកម្មវត្ថុនៃការរឹបអូសផងដែរលើកលែងតែក្នុងករណីម្ចាស់ទីតាំងមានភស្តុតាងបញ្ជាក់ថាខ្លួនពុំបានសមគំនិតនៅក្នុងការប្រព្រឹត្តអំពើឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះបាទឥឡូវនេះជាបទល្មើសថ្មីហើយប្រហែលជាស្រុកគេមិនទាន់មានទេបទល្មើសនេះបាទហើយមិញក៏ខ្ញុំធ្លាប់បញ្ជាក់នៅក្នុងបទអន្តរាគមន៍របស់ខ្ញុំកន្លងមកនៅរដ្ឋសភាណាផ្អែកតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងបទល្មើសបច្ចេកវិទ្យាគឺប្រទេសមួយមានកាតព្វកិច្ចក្នុងការរៀបចំឲ្យមានច្បាប់ជាតិរបស់ខ្លួនក្នុងការធ្វើកិច្ចការនេះបាទកម្ពុជាប្រហែលជាប្រទេសទី1ប្រទេសឈានមុខគេមួយនៅក្នុងតំបន់
แต่បានសម្រេចចិត្តរៀបចំឲ្យមានច្បាប់ស្ដីពីការប្រឆាំងប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ជាច្បាប់ព្រំប្រទានពិសេសមួយដើម្បីប្រឆាំងនឹងការឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះបាទប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនថាច្បាប់នេះគឺមានគោលដៅដើម្បីបម្រើឲ្យសភាពការចំពោះមុខដែលយើងកំពុងតែធ្វើយុទ្ធនាការក្នុងការបោះសម្អាត scam online ធានាថារួមចំណែកក្នុងការធ្វើឲ្យច្បាស់លាស់ថា scam នេះនឹងមិនវិលត្រឡប់ក្នុងទ្រង់ទ្រាយបែបនេះមកកាន់កម្ពុជាវិញប៉ុន្តែច្បាប់នេះក៏នឹងបម្រើឲ្យសភាពការក្នុងរយៈពេលមធ្យមផងដែរមានន័យថាធ្វើយ៉ាងម៉េចគ្រាន់តែតាមរយៈមើលច្បាប់ហ្នឹងគឺថាឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអត់ហ៊ានមកបាទប៉ុន្តែដល់ពេលអត់មានច្បាប់ឬក៏ច្បាប់យើងមានចន្លោះខ្វះខាតឧក្រិដ្ឋជនគាត់ឃើញអាហ្នឹងជាចន្លោះប្រហោងច្បាប់អញ្ចឹងគាត់យកអាហ្នឹងមកធ្វើមកឥឡូវច្បាប់របស់យើងគឺកាឡាបងទៅគ្រប់ទាំងអស់បាទកាឡាសំណាញ់ហ្នឹងគឺថាញឹកហ្នឹងគឺដើម្បីធ្វើយ៉ាងណាឲ្យអស់ scam ពីកម្ពុជាញឹកហ្នឹងគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនកម្ពុជាបាទដូចខ្ញុំនិយាយអញ្ចឹងថា scam នេះគឺថាមិនមែនប៉ះពាល់តែរឿងសន្តិសុខមិនមែនប៉ះពាល់តែរឿងសណ្ដាប់ធ្នាប់ទេប៉ុន្តែវារាលដាលទៅដល់វិស័យទេសចរវិស័យសេដ្ឋកិច្ចការដាក់ទុនវិនិយោគជាពិសេសប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរនិងកិត្តិយសភាពរបស់កម្ពុជាផ្សេងថ្លៃថ្នូរមិនចង់និយាយទៅម៉េចបើយើងទៅស្រុកគេសួរថាស្រុកអ្នកឯង scam គេតើយើងយល់មិនវាប៉ះស្អីថ្លៃថ្នូរប្រជាជនយើងជាប្រជាជនសុចរិតប៉ុន្តែគេថាឈ្មោះស្រុកយើងទៅជាស្រុកដែលធ្វើសកម្មភាពឆោបបោកប្រទេសគេឃើញទេបាទហើយយើងរងគ្រោះដោយសារអីខ្មែរយើងអត់មានទៅបោកគេណាឧក្រិដ្ឋជនជាជនបរទេសប្រើប្រាស់ទឹកដីកម្ពុជាទៅបោកប្រាស់ជនរងគ្រោះដែលជាជនបរទេសដល់ពេលខូចឈ្មោះខ្មែរឃើញទេអញ្ចឹងយើងអត់ទេគឺថាយើងត្រូវដាក់ចេញវិធានការមើងម៉ាត់ចំពោះរឿងនេះបាទប៉ុន្តែច្បាប់នេះបម្រើតែសភាពការចំពោះមុខនិងរយៈពេលមធ្យមទេទៅថ្ងៃអនាគតយើងត្រូវមានច្បាប់មួយទៀតដែលពេញលេញជាងនេះគឺឲ្យឈ្មោះថាច្បាប់ស្ដីពីការប្រឆាំងបទល្មើសតាមបច្ចេកវិទ្យានេះបទល្មើសបច្ចេកវិទ្យានេះគឺ Cyber Crime Law យើងត្រូវរៀបច្បាប់ហ្នឹងត្រូវតែពេញលេញជាងនេះបាទប៉ុន្តែច្បាប់នេះជាប្រភេទទម្រង់នៃច្បាប់ព្រំដែនពិសេសមួយដើម្បីបម្រើសភាពការចំពោះមុខនិងរយៈពេលមធ្យមឥឡូវពេលច្បាប់ចេញទៅឯកឧត្តមឆៃស៊ីនរិទ្ធពេលគាត់ចុះប្រតិបត្តិការកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការកន្លែងដែលគេបើកអាមជ្ឈមណ្ឌលធំមាន scam អីដែលកន្លងទៅគឺមានរោគឃើញថាមានការឃុំឃាំងមនុស្សមានការធ្វើទរណកម្មឬមានការសម្លាប់មនុស្សគឺយកមេត្រានេះទៅប្រើតែម្ដងដែលអាចដាក់ទោសដល់30ឆ្នាំឬអស់មួយជីវិតបាទបានន័យថា scam ធម្មតាទម្រង់តូចគឺប្រើខាងលើបើ scam ក្នុងទម្រង់ជាមជ្ឈមណ្ឌលគឺប្រើអាក្រោមគឺមេត្រាបទល្មើសទី2នេះដែលខ្ញុំបញ្ជាក់ជូនមុននេះបាទហើយបងប្អូនអ្នកសារព័ត៌មានអាចយកច្បាប់នេះទៅមើលទៅបទល្មើសហ្នឹងចែកទោសយ៉ាងម៉េចណាមានទោសធម្មតាមានទោសដែលជាស្ថានមន្តទោសហើយស្ថានមន្តទោសហ្នឹងចែកកលៈវាទៅទៀតបាទចុងក្រោយអាចអស់មួយជីវិតបទល្មើសទី3គឺបទល្មើសជ្រើសរើសបណ្ដុះបណ្ដាលអ្នកដទៃឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសនេះគឺសម្រាប់ផ្ដន់ទោសបុគ្គលដែលជ្រើសរើសឬបណ្ដុះបណ្ដាលអ្នកដទៃក្នុងគោលបំណងឲ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសត្រូវផ្ដន់ទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ500លានរៀលទោសនេះអាចកើនឡើងពី5ឆ្នាំទៅ10ឆ្នាំនិងពិន័យជាប្រាក់ពី500លានរៀលទៅដល់1000លានរៀលក្នុងករណីដែលបទល្មើសនេះត្រូវបានប្រព្រឹត្តដោយមានការប្រើហិង្សាទរណកម្មឬអំពើឃោរឃៅការចាប់ឃុំឃាំងការបង្ខាំងឬដោយបណ្ដាលឲ្យមានមនុស្សស្លាប់
ការដឹងថាបុគ្គលដែលត្រូវបានជ្រើសរើសឬបណ្ដោះបណ្ដាលគឺជាជនរងគ្រោះនៃអំពើរត់ពន្ធមនុស្សឬអំពើជួញដូរមនុស្សបាទខ្ញុំបញ្ជាក់ខាងដើមថាបទល្មើសទាំង5ហ្នឹងគឺបំរើឲ្យគោលដៅ3ទី1គឺបង្ក្រាបដាក់ទោសឲ្យធ្ងន់គឺបទល្មើសទី1និងបទល្មើសទី2ឯបទល្មើសទី3និងបទល្មើសទី4គឺតាក់ទងនឹងបង្ការទប់ស្កាត់ឥឡូវមកនេះច្បាប់យើងការជ្រើសរើសនឹងបណ្ដោះបណ្ដាលមនុស្សដើម្បីឲ្យទៅ scam online មិនមែនជាបទល្មើសទេមកនេះបាទប៉ុន្តែក្រោយពេលច្បាប់នេះប្រកាសឲ្យប្រើភ្លាមនៅម៉ោង0ច្បាប់ចូលធរមានកាលណាច្បាប់មួយចែងជាការបញ្ញត្តិច្បាប់នឹងគឺត្រូវចូលជាធរមាននៅម៉ោង0ក្រោយថ្ងៃប្រកាសឲ្យប្រើនៅទូទាំងប្រជាជាតិអាចារ្យកម្ពុជាហើយមានអនុភាពអនុវត្តភ្លាមឧទាហរណ៍ថាឥឡូវប្រកាសថ្ងៃ3មានន័យថាចូលធរមាននៅម៉ោង0មានន័យពេលលូតម៉ោង0គឺចូលដល់ថ្ងៃ4គឺច្បាប់នឹងមានអនុភាពបាទឥឡូវនេះតាមព័ត៌មានយើងក្នុងប្រតិបត្តិការយើងដកស្រង់ចេញពីចំណុចពីសោតក្នុងប្រតិបត្តិការឯកឧត្តមឆៃរដ្ឋបញ្ជាក់ថាឥឡូវមានករណីដែលគេជ្រើសរើសខ្មែរយើងទៅបណ្ដោះបណ្ដាលឲ្យចេះ scam ណាបាទប៉ុន្តែខ្មែរយើងពលរដ្ឋខ្មែរយើងអ្នកខ្លះគាត់អត់ដឹងថាគាត់កំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយដែលគេកំពុងរុញគាត់ចូលទៅក្នុងការបណ្ដាញនៃការឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យាគាត់ដឹងទេឃើញទេអញ្ចឹងច្បាប់នេះពេលចេញទៅមានន័យថាកន្លែងដែលជ្រើសរើសហ្នឹងដែលមានគោលដៅដែលយើងក្តាប់ផុសតាងថាបណ្ដោះបណ្ដាលនេះគឺតម្រង់យកទៅធ្វើ scam គឺថាមានទោសភ្លាមហ្មងមិនបាច់ជាប់មិនបាច់តលតែចាំថាបទមើល scam ត្រូវបានប្រព្រឹត្តទេគ្រាន់តែដំណាក់កាលអ្នកឯងចង់ប្រើប្រាស់ណែតាមរយៈការជ្រើសរើសនិងការបណ្ដោះបណ្ដាលដើម្បីទៅធ្វើ scam ហ្នឹងគឺត្រូវមានទោសបាត់ហើយអញ្ចឹងច្បាប់នេះមានគោលដៅដើម្បីបង្ការទប់ស្កាត់ការទប់ស្កាត់ឥឡូវមានច្រើនចាប់ដើមមានបដាបដាមិនច្រើនបានទេប៉ុន្តែមានបដាបដាកន្លែងនេះតិចកន្លែងនោះតិចហើយគេដល់គេប្រាប់គេមាន script របស់គេថា scam គេត្រូវធ្វើម៉េចត្រូវធ្វើម៉េចត្រូវធ្វើម៉េចគេមានហើយយើងអត់ដឹងស្មើអាហ្នឹងរៀនកុំព្យូទ័រមិនមែនទេគឺអាហ្នឹងត្រូវបានគេជ្រើសរើសដើម្បីពេលខ្លះអ្នកដែលហ្នឹងគឺមិនមែនជ្រើសរើសទេគឺត្រូវបានគេរត់ពន្ធមកហ្មងគេជួញដូរអ្នកហ្នឹងមកហ្មងបាទជួញដូរពីក្រៅប្រទេសមកចូលមកក្នុងហើយទើបបង្រៀនបាទហើយបើអ្នកនឹងអត់ព្រមគឺធ្វើទរណកម្មអញ្ចឹងហើយបានជាក្នុងនេះដាក់ថាបើសិនជាយកមកជឿរើសមកប៉ុន្តែតាមមធ្យោបាយដែលថាមានការជួញដូរជាដើមឡាក់គឺត្រូវមានទោសឡើងដល់ជាបទឧក្រិដ្ឋដាក់ទោសពី5ឆ្នាំទៅ10ឆ្នាំហើយនាពេលខាងមុខយើងនឹងធ្វើច្បាប់បន្ថែមពីច្បាប់ជួញដូរមនុស្សនឹងធ្វើច្បាប់មួយទៀតគឺច្បាប់រត់ពន្ធមនុស្សមួយទៀតបាទបន្ថែមច្បាប់នឹងមួយទៀតគឺបានគោលការណ៍ពីសម្ដេចប្រមុខរាជរដ្ឋាភិបាលហើយយើងនឹងរៀបចំនៅច្បាប់មួយដែលមានលក្ខណៈពេញលេញគឺច្បាប់ស្អីពីការបង្ក្រាបអំពើរត់ពន្ធមនុស្សនិងអំពើជួញដូរមនុស្សធ្វើពីរហ្នឹងចូលគ្នាឥឡូវនេះយើងមានតែជួញដូរមនុស្សអត់មានរត់ពន្ធមនុស្សបាទប៉ុន្តែយើងត្រូវធ្វើច្បាប់រត់ពន្ធមនុស្សមួយទៀតបាទបទល្មើសទី4គឺបទល្មើសប្រមូលដោយទុច្ចរិតនៅឯកសារសម្គាល់អត្តសញ្ញាណឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃបទល្មើសនេះគឺសម្រាប់ផ្ដន់ទោសបុគ្គលដែលប្រមូលនៅអត្តសញ្ញាណឬលិខិតឆ្លងដែនឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃក្នុងគោលបំណងប្រើប្រាស់ឬបង្កើតជាអាចនៅគណនីធនាគារគណនីអនឡាញ website ឬគណនីអេឡិចត្រូនិកឬគណនីបណ្ដាញសង្គមនានាសម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសនេះត្រូវផ្ដន់ទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី100លានរៀលទៅ300លានរៀលទោសនេះនឹងអាចកើនឡើងពី3ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី300លានរៀលទៅ500លានរៀលការបើអំពើនេះត្រូវបានប្រព្រឹត្តដោយក្រុមមានអង្គការចាត់តាំងបាទខ្ញុំសូមបញ្ជាក់នេះក៏ជាបទល្មើសដែលមានគោលដៅក្នុងការបង្ការទប់ស្កាត់ដែរហើយតាមរយៈនេះក៏សូមអំពាវនាវជូនដល់បងប្អូនជនរួមជាតិធ្វើយ៉ាងម៉េចរក្សាឲ្យបាននៅអត្តសញ្ញាណប័ណ្ណហើយកុំចែករំលែកនៅអត្តសញ្ញាណប័ណ្ណឬក៏ការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឲ្យបុគ្គលដែលគេអាចយកព័ត៌មានរបស់យើងទៅបង្កើតគណនីคล้ายៗផ្សេង
គ្រោះថ្នាក់ដល់យើងគ្រោះថ្នាក់ដល់យើងកន្លងទៅនេះមានបញ្ហាចេះពេលគេបោកបានត្រូវផ្ទេរលុយណាឧទាហរណ៍ផ្ទេរលុយពឹបចូលទៅឧទាហរណ៍ថា account ABA មួយសមត្ថកិច្ចចាប់ផ្ដើមទៅស្រាវជ្រាវថាលុយផ្ទេរចូល ABA ហ្នឹងហើយអញ្ចឹងកាលណាចូលក្នុង account ធនាគារគឺមានឈ្មោះមានអត្តសញ្ញាណមិនអញ្ចឹងប៉ុន្តែដល់ពេលទៅរោទៅឈ្មោះនិងអត្តសញ្ញាណហ្នឹងគាត់អត់ដឹងរឿងហ្នឹងសោះពេលខ្លះជាបងប្អូនអ្នកនៅស្រុកស្រែចំការរបស់យើងអ្នកនៅទីយន្តបត់ឬក៏គាត់មកធ្វើការនៅភ្នំពេញគាត់អត់មានអគ្គនាយកធនាគារហ្នឹងគេឲ្យលុយតិចតួចគាត់យកអត្តសញ្ញាណប័ណ្ណហ្នឹងឲ្យគេហើយទៅបើកគណនីឲ្យរុញអាហ្នឹងឲ្យគេប្រើប្រាស់បាត់ឃើញទេអញ្ចឹងតាមផ្លូវច្បាប់ត្រូវស្រាវជ្រាវទៅរកគាត់ដល់ពេលទៅរកគាត់សួរថាតើហេតុអីបានជាគណនីហ្នឹងឈ្មោះគាត់ហើយគេប្រើគាត់ថាគេជួលឲ្យបើកគេជួលគាត់អស់លុយប្រមាណអញ្ចឹងទៅគាត់បើកអាហ្នឹងទៅគាត់មានទោសគាត់អត់មានទោសទេប៉ុន្តែគាត់ត្រូវជាប់ជាពាក់ក្នុងកម្រិតណាមួយប៉ុន្តែអក្រិតជនគាត់ប្រើឈ្មោះគាត់បាទអញ្ចឹងបើសិនជាបងប្អូនដឹងថាមានគេដើរប្រមូលអត្តសញ្ញាណប័ណ្ណហ្នឹងសូមមេត្តាប្រាប់មកសមត្ថកិច្ចដើម្បីសមត្ថកិច្ចចាត់វិធានការជាបន្ទាន់បាទព្រោះឥឡូវយើងជឿទុកចិត្តមិនអញ្ចឹងតែមាន ABA មានគណនីធនាគារនេះធនាគារនោះបញ្ជូន QR code មកយើងគិតថានៅនឹងគាត់មានអត្តសញ្ញាណមានកាយទៅរកគាត់ដល់ផ្ទះប៉ុន្តែពេលទៅរកទៅអត់ទេបាទឥឡូវសូមបញ្ជាក់មួយទៀតបច្ចេកទេសមួយទៀតអានឹងខ្ញុំជួបផ្ទាល់ខ្លួនឯងចាំបានបញ្ជាក់ថាបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមានជនរងគ្រោះអាចនៅក្រៅប្រទេសអាចក្នុងប្រទេសយើងបាទខ្ញុំឈិតម្ដងដែរណាជាងគាត់តាក់ទងមកបាទធម្មតាជាងតាក់ទងមកគេថាសុំខ្ចីលុយប្រមាណអញ្ចឹងទៅមុនដើម្បីគេធ្វើហើយគេដាក់ QR code មកគឹបបាទហើយខ្ញុំក៏ scan ឲ្យគេ scan QR code ទៅស្រាប់តែចេញឈ្មោះហ្នឹងទៅជាឈ្មោះចឹងណាបាទហើយរាល់ដងវាមិនមែនឈ្មោះហ្នឹងទេឃើញទេប៉ុន្តែក្នុង Telegram ហ្នឹងក៏ឆ្ងល់សួរទៅអត់មានអ្នកឆ្លើយដល់ពេលអត់មានអ្នកឆ្លើយឲ្យគេទូរស័ព្ទទៅដល់ពេលទូរស័ព្ទទៅបានគាត់បញ្ជាក់ថា Telegram របស់គាត់គេ hack បាត់ហើយអញ្ចឹងគាត់មានបច្ចេកទេសមានអ្នកទៅសង្ងំនៅក្នុង Telegram យើងហ្នឹងឲ្យដឹងទេប៉ុន្តែដល់ពេលយើងនិយាយរឿងថាផ្ទេរលុយផ្ទេរអីភ្លាមដាក់ QR code មកគឹបគឺគាត់ hack យកតែម្ដងហើយបន្ទាប់មកគឺគាត់ដូរអា QR code ពីរបស់គេដាក់ QR code របស់គាត់ហើយបើយើងជ្រុលតែបន្តិចទៅរកចោះរកអត់ឃើញទេបាទចឹងហើយរឿងនេះបានដូចខ្ញុំមិនមែនអ្នករងគ្រោះទេជាងនេះរងគ្រោះក៏ដាក់ពាក្យបណ្ដឹងបាទហើយឯកឧត្តមចៅចរិតគាត់ធ្វើការស៊ើបអង្កេតទៅគាត់ទៅរកឃើញមកកន្លែងនៅខេត្តព្រះសីហនុឃើញទេបាទខេត្តព្រះសីហនុចឹងរឿងនេះបច្ចេកវិទ្យាហ្នឹងត្រូវតែប្រុងប្រយ័ត្នប៉ុន្តែឈ្មោះហ្នឹងមានឈ្មោះហ្នឹងគេយកឈ្មោះចិនហើយទៅសួរឈ្មោះចិនហ្នឹងថារបៀបថាមិនមែនរបស់គាត់ទេរបៀបថាកន្លែងគាត់កន្លែងចាំទទួលឲ្យតែគេវេលុយមកគាត់ទទួលលុយហើយគេដកយកទៅបាត់ហើយបាទគាត់រកស៊ីដើម្បីថាទទួលឲ្យគេវេលុយបាទប៉ុន្តែបើលុយតាក់ទងមួយនឹងបទល្មើសគឺក៏ត្រូវជាប់ជាពាក់នៅក្នុងរឿងនេះដែរអញ្ចឹងខ្ញុំសូមតាមរយៈនេះបាទជាការអំពាវនាវនិងផ្ដាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋថាបើគេមកសុំយកអត្តសញ្ញាណប័ណ្ណយកព័ត៌មានផ្ទាល់ខ្លួនហើយតែយើងមិនច្បាស់លាស់ពីបុគ្គលនោះគឺអាចមានគ្រោះថ្នាក់តែគេយកព័ត៌មានរបស់យើងទៅធ្វើសកម្មភាពមួយដែលពាក់ព័ន្ធនឹងបទល្មើសតែត្រូវប្រុងប្រយ័ត្នហើយទី2បើគេឲ្យទៅបើកគណនីធនាគារគេជួលយើងទៅបើកគេឲ្យលុយហើយបន្ទាប់មកគេយកគណនីទៅប្រើសុំកុំឲ្យសោះយើងត្រូវរួមគ្នាដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឥឡូវបងប្អូនអ្នកសារព័ត៌មានក៏ឃើញដែរ Telegram របស់យើងជួនកាលបើកមកថ្ងៃមុនប្រើឈ្មោះខ្ញុំមិនប្រើឈ្មោះខ្ញុំមិនប្រើឈ្មោះខ្ញុំប្រើរូបថតខ្ញុំបាទរូបថតខ្ញុំគេដាក់ថាការវិនិយោគណាក្នុងនោះអេតមនុស្សចូលច្រើនណាបាទប៉ុន្តែគេអត់បាននេះទេគេអត់បាន hack Telegram ខ្ញុំទេព្រោះខ្ញុំការពារបានមុនអញ្ចឹងគេដាក់រូបអ្នកណាមួយដើម្បីទុកចិត្តបន្ទាប់មកគេដាក់សារចូលអូខ្ញុំទៅដាក់លុយប៉ុណ្ណេះឥឡូវចំណេញប៉ុណ្ណេះមួយទៀតដាក់មកខ្ញុំទៅដាក់លុយប៉ុណ្ណេះចំណេញប៉ុណ្ណេះអញ្ចឹងអ្នកចូលផ្សេងទៀតចំគេដាក់លុយចំណេញលឿនไหมបាទចំណេញលឿនไหมបាទអញ្ចឹងគេចាប់ដើមអេតមនុស្សចូលគេមានបច្ចេកទេសអេតមនុស្សចូលហ្នឹងគ្រោះថ្នាក់យូរទាញទៅគេហៅដូច
đôi đạp bạc cây chứ bà bạc cây là nâng 20-30 tới dù bàn muối bàn pi chẳng tới nè đã lùi từ mét cứ chọp bà ní mua miền tăng đi vô rụt thọt nhom phong chúng ta vô cả xuông phong bà hay vô ní rụt thọt nhóm nè rụt thọt nhóm đại ông tự lòng mà chẳng hay bị tọt máu pe là dương ní mà show bài bao dương cứ dương để tha bọt mưa vì phải chạy vì xía dương miền ca làm bá dương ọt ai tư sao chiêu tha nè ní nè vô bạc ca nó chia là na bán thế ọt miền mà show bài những đấng telegram mà chẳng dừng miền tại môi cốt nè đại miền nơi không crom nắng cứ rồi sẽ đây bạc ca bỏ miền tha nâng bao kỳ nè miền cái lại khác dừng đã tới cứ tha cái lại nó cứ đi từ phàn chào rồi thầy muốn cứ nè cừu bọc nhóm bị môn máu có tha lấy khủ khủ quạt non như trâu tê tê cái đám khinh rất ai được không nóng nhưng tha nhưng mà miền bẹ pòn thế xong phải giặt men tên nó bao men tên đó nó hay dùng rồi như vậy cả pòn miền tha chui rồi phải trâu phồng toแต่dương luôn nên tụt scat tự bàn mà hay rươngนี้คือทาเวียนเมียนสมกสมานคือเรื่องแกะโตนึงปัจจัยวิเชียนี่ไอ้ยังเธอตัวสกอร์ทั้งออกนี้ถ้าสกุลยังมีวัดเอาดำหนักการนี่ให้เบียดอลเพียบงีสัวสมัยจีเพียบเยอะปัจจัยดอลเลยการทามุกปีมุกตีปีนั่นคือประกาศแต่เมียนอุกฤษกรรมหนึ่งไอ้เดี๋ยวปราบปรามปอนปัจจัยวิเชียนั่งชมมันก็ปัจจัยของปฏิพีได้นะถ้าเรื่องเบานั่งเรียนมันเรื่องทำไมได้เรื่องเรียยูหอยปัญหาเรื่องเบานั่งเรียนปลายกายตามสมัยกาลหอยปลายกายในของกายตุ่มรุ้งให้นั่งปะประมาณอดปลุ่มไต้หอยมือกันเชิญปัญหาแต่ราบน้ำมันนู้แต่เนยแต่สลังลุยสลังกรอบสมบัติคือท่าเนยแต่เมียนอุกฤษเช่นเบาเกยอย่างมันอดตีแต่ราบหน้าเนยแต่เมียนมันนู้ลูบลุ่นแต่รับนุ่งเนยแต่เมียนเนะรงครัวดอยกาชอเบายังพวกเบานั่งแต่สายลบล้นทั้งไงบ้าเบอร์กี้เอาดะโรซีได้เวียโรซีจะนั่งยิงยูดิปะบ้าปันกี้แผลท่านอดะเพลียมจะนั่งมาแค่มาเพย์เพียรอยเคยเพลียมเนี่ยการจัดตึกใช้แต่เนื้อกี้เด็ดผู้แต่เนื้อกี้ใช้มาเท่ากินนั่งเยอะได้กี้เพย์เพียรอยดะtớiเบาบัดบ้ายังแต่รับหน้าเนยแต่เมียนจัดลบล้นคือทานเนี่ยรงครัวดอยกาชอเบาเนยแต่เมียนยังbà dán u thọ đi trong vào pon group telegram vậy này xua ta nhom năng từ chưa cái ót từ vị dỗ ót nhom bắt chưa cái nhé bà bàn tay nẹt khla để có tha hí được cho bà vào kia xạ thôi lô mưa bà miền nẹt khla bà thôi phèm đó bà thôi đi mũi bàn lùi mèn bà thôi đi pí bàn lùi mèn hay càng lùi là hốt bà thôi đi bay đi buôn đi phèm bàn lùi mau là hốt trong khỏi miền này vô tia đặt thằng nia kia và mô bom bóng đặt mà khổ món đặt tới bấp bạt miên cả này nhưng miên mình ót đi chẳng trong và chạ thà bọt là mưa pi trong cõi thì bay thì buôn ấy cứ cô đái là bay bằng ca tụp scat ai bọt là mưa trong cõi bọt là mưa thì pram cứ ca bằng cá đại miên tụm rung bọt là mưa sầm áp ra chia tụm rung thay muôi thì ai mua tha stand là loan money laundering offenseแต่บอลละเมอนี่คือกรูปตามสองดาวบอกฟาดเอฟแต่ตรงยืนการประชังการสมาประบ่าปีมุนดำใบตอนที่ตัวบอลสมาประยืงถือโร่ไอ้เคยบอลมือตายมันสั่นถ้าตาลุยแต่กิโยตัวสมาเจงมาปีไอ้เนี่ยบานยืงไอ้ตอนที่ตัวปีบอลสมาประปอนแต่ไปตามฉบับทำไมนี่คือออตียืงเหมือนชาพ่อตังเลยbình bà sân chỉ trộm năng miền cả song say thả bẹ pon scam online cứ chỉ cầm một thộในบอลละเมอสมาพระเนี่ยแต่อาหารค่ะตรอบนั่งมันแมนเจนบีสแกมเตอร์บังหายพอตังอ่อมปีประพบสอบฉบับในตรอบนู่บ่ามันอายบังหายบ้านคือถ่ายฉบับนี้หนึ่งอ่านวอดโดยปราบปราตุ่มรุงทำไมในบอลละเมอสแกมออนไลน์ได้เชียตุ่มรุงในหายท่าเชียภาษาบอติสเตนและโลนมันในลอนริงออฟเฟนส์bà hai ní mình men ở Campuchia Singapore của quạt phơi giống này sang hạ vào đấy quạt phơi được kia bà chẳng hỏi ní cứ dương phơi từ tam song đá hỏi từ ní nơi cái hai tha ca ăn vọt mùi thả mách tha nơi pê đầy bắp ní tranh từ cả la sầm nánh bao dương ỏi là ắt tẹt tông nâng
ហៅថាឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសប៉ុន្តែក៏ត្រូវល្អិតដែរក្នុងការយកមកវិញនៅទ្រព្យសម្បត្តិប្រមូលទ្រព្យសម្បត្តិដែលចេញពី scam នេះបាទដែលយើងត្រូវខំប្រឹងដើម្បីធ្វើយ៉ាងណាកុំឲ្យមានការសម្អាតប្រាក់ហើយការសម្អាតប្រាក់នេះវាអាចគ្រោះថ្នាក់ដល់ប្រទេសជាតិយើងទាំងមូលនៅក្នុងការវាយតម្លៃនាពេលខាងមុខបាទនេះគឺមានបទល្មើស5